គិភ័យបានលេបត្របាក់ផ្ទះជនជាដើមភាគតិចភ្នងមួយខ្នងនៅស្រុកពេជ្រដាខេត្តមណ្ឌលគិរីផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេស្ទ័រទាំងស្រុងនៅវេលាម៉ោងជាង10ព្រឹកថ្ងៃទី29ខែមេសាឆ្នាំ2025ដែលស្ថិតក្នុងភូមិពូលុឃុំប៊ូស្រាស្រុកពេជ្រដាខេត្តមណ្ឌលគិរីករណីអគ្គិភ័យនេះម្ចាស់ផ្ទះឈ្មោះយូតអ៊ីនភេទប្រុសអាយុ33ឆ្នាំជនជាតិភ្នងមុខរបរកសិករនិងប្រពន្ធឈ្មោះក្រោះអ៊ៀនភេទស្រីអាយុ32ឆ្នាំជនជាតិភ្នងមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើបើតាមការឆ្លើយបំភ្លឺពីម្ចាស់ផ្ទះបានបញ្ជាក់ថាក្នុងករណីអគ្គិភ័យឆាបឆេះខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីលោកប្លង់ជំនិតអធិការស្រុកពេជ្រដាបានឲ្យដឹងថាផ្ទះជនរងគ្រោះដោយអគ្គិភ័យឆាបឆេះខាងលើមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ7x9 ម៉ែត្រនិងទ្រព្យសម្បត្តិផ្សេងជាច្រើនទៀតលើសពីនោះក៏មានប្រាក់រៀលនិងប្រាក់ដុងវៀតណាមថែមទៀតផងក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនោះសមត្ថកិច្ចបានប្រើប្រាស់អស់ទឹកចំនួន2រថយន្តទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុងនិងមិនរាលដាលឆេះឆ្លងទៅផ្ទះក្បែរនោះឡើយលោកអធិការបានបន្តថាបើតាមការសួរបំភ្លឺពីម្ចាស់ផ្ទះឈ្មោះយូតអ៊ីនប្រាប់ថាមូលហេតុបណ្ដាលលើឆេះមកពីឆ្លងចរន្តអគ្គិសនីពិតប្រាកដមែនចំពោះហេតុការណ៍នេះលោកបញ្ជាក់ថាមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះនោះទេនាំមកជូនដោយហាងចែវវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាប្រសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ